យោងទៅតាមការសិក្សាស្រាវជ្រាវផ្នែកសុខភាពបានឲ្យដឹងថាការញ៉ាំស៊ុតគឺជាប្រភពប្រូតេអ៊ីនដ៏ពេញនិយមប៉ុន្តែមនុស្សជាច្រើននៅតែមានការបារម្ភចំពោះផ្នែកពណ៌លឿងការសិក្សាថ្មីៗបានបង្ហាញថាទាំងស៊ុតទាំងមូលនិងស៊ុតពណ៌សសុទ្ធតែផ្ដល់អត្ថប្រយោជន៍ខុសៗគ្នាអាស្រ័យលើគោលដៅសុខភាពរបស់អ្នកផ្នែកពណ៌សជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកសម្រស់ទម្ងន់និងគ្រប់គ្រងជាតិខ្លាញ់ទោះបីជាផ្នែកពណ៌លឿងមានកូលេស្តេរ៉ុលក៏ដោយប៉ុន្តែវាជាកន្លែងផ្ដុំនៅសារធាតុចិញ្ចឹមស្ទើរតែទាំងអស់ដែលរាងកាយត្រូវការស៊ុតទាទាំងមូលសម្បូរទៅដោយវីតាមីន A វីតាមីន B12 វីតាមីន D និងសារធាតុប៉ូតាស្យូមដែលជួយទ្រទ្រង់ខួរក្បាលនិងប្រព័ន្ធសរសៃប្រសាទលើសពីនេះទៅទៀតការសិក្សាបានរកឃើញថាការញ៉ាំស៊ុតទាំងមូលជួយបង្កើនកម្រិតកូលេស្តេរ៉ុលល្អនិងជួយទៅដល់ការលូតលាស់សាច់ដុំបានយ៉ាងល្អជាងការញ៉ាំតែស៊ុតពណ៌សជាពិសេសបន្ទាប់ពីការហាត់ប្រាណសម្រាប់បងប្អូនដែលចង់បានពងទានិងសាច់ទាស្រស់ៗពីកសិដ្ឋានដោយផ្ទាល់សូមធ្វើការតាក់ទងមកយើងខ្ញុំឥឡូវនេះ